បានបន្ថែមទៀតហើយដើម្បីព្រមនេះគឺម្ចាស់គាត់ប្រើសុកក៏ស្រាប់តែឡើងពណ៌សហើយគេយកឲ្យខ្ញុំឆែកមើលតែបិទមិនឆែកទេព្រោះយើងដឹងថាអានឹងវាខូចអីហីចំពោះបណ្ដាំនេះខ្ញុំដល់មើលទៅគឺវាធ្លាប់ជួចូលម្ដងហើយបានន័យថាបញ្ហាក្រង់ហ្នឹងធ្លាប់កើតឡើងម្ដងរួចហើយចឹងមកមុនធ្វើហ្នឹងម្ចាស់គាត់សួរខ្ញុំថាអាហ្នឹងបើសិនជាធ្វើហើយហ្នឹងអាចកើតឡើងម្ដងទៀតអត់បានន័យថាអាចខូចម្ដងទៀតអត់ខ្ញុំថានេះវានឹងអាចកើតឡើងម្ដងទៀតប៉ុន្តែវាអាចនឹងយូរបើសិនជាទូទៅគាត់ធ្វើស្រាប់តែមួយទឹកពីរទឹកឬមួយខែទៅវាខូចជាងម្ដងទៀតខ្ញុំក៏ធានាថានឹងធ្វើឲ្យម្ដងទៀតដែរបានតែជួសជុលម្ដងទៀតឲ្យគាត់ប៉ុន្តែចំពោះក្រងប្រភេទនេះក្រោយពីការជួសជុលវាអាច4-10 ខែឬក៏មួយឆ្នាំអីបានវាមានបញ្ហាម្ដងទៀតចឹងទៅសូម្បីតែខ្ញុំជាអ្នកដែលធ្វើហ្នឹងក៏អត់ធានាថាវានឹងអាចប្រើបានរហូតដែរចំពោះនេះខ្ញុំជួសជុលរួចហើយក្រោយការធ្វើហ្នឹងយើងអាចប្រើបានធម្មតាចឹងចំពោះនេះវាអត់មានពលឺដោយសារតែខ្ញុំអត់បានកាប់ sensor លើចូលដើម្បីបើកមកវារឿងលង្កឹតចឹងឯងអូខេអាហ្នឹងវាតែប៉ុណ្្នឹងហើយ